ការប្រឡងព្រះគម្ពីរសំណួរទី201ដល់224សំណួរទី201តើស្ដេចណាសោយរាជ្យក្រោយស្ដេចស៊ីរុសចម្លើយស្ដេចខំប៊ីសេសទី2 202តើឆ្នាំណាដែលស្ដេចស៊ីរុសអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលត្រឡប់ទៅស្រុកយូដាវិញចម្លើយគឺនៅក្នុងឆ្នាំ538មុនគ្រិស្តសករាជ203តើប្រទេសពឺស៊ីមានតំបន់ភូមិភាគនៅកន្លែងណាចម្លើយនៅឥណ្ឌាដល់អេធីយ៉ូពី204តើស្ដេចស្រុកពឺស៊ីណាដែលធ្វើឲ្យកើតមានសង្គ្រាមម៉ារ៉ាតុងចម្លើយ Darius Hystaspes 205តើកន្លែងដែលកងទ័ពស្ប៉ារធាន300នាក់បានប្រយុទ្ធនៅឯណាចម្លើយគឺនៅ Thermopylae សំណួរទី206តើស្ដេចស្រុកពឺស៊ីណាដែលធ្វើឲ្យកើតមានសង្គ្រាមសាឡាមីសចម្លើយ Ahasuerus 207តើនរណាដឹកនាំជនជាតិអ៊ីស្រាអែលពីបាប៊ីឡូនមកវិញជាលើកទី1នៅស្រុកយូដាចម្លើយគឺសេរូបាប៊ែលក្នុងឆ្នាំ536មុនគ្រិស្តសករាជ208តើនរណាដឹកនាំជនជាតិអ៊ីស្រាអែលពីបាប៊ីឡូនមកវិញជាលើកទី2នៅស្រុកយូដាចម្លើយអេសរ៉ានៅឆ្នាំ457មុនគ្រិស្តសករាជសំណួរទី209តើនរណាដឹកនាំជនជាតិអ៊ីស្រាអែលពីបាប៊ីឡូនមកវិញជាលើកទី3នៅស្រុកយូដាចម្លើយនេហេមៀនៅឆ្នាំ444មុនគ្រិស្តសករាជ210តើនរណាបានតាំងចិត្តបង្រៀនព្រះគម្ពីរដល់ជនជាតិយូដាចម្លើយគឺអេសរ៉ា211តើព្រះគម្ពីរណាដែលចែងទុកមកថាជនជាតិអ៊ីស្រាអែលបានរៀនក្រឹតវិន័យជាលើកទី1ចម្លើយនៅក្នុងព្រះគម្ពីរនេហេមៀជំពូក8សំណួរទី212តើនរណាបង្គាប់ដល់ជនជាតិយូដាថាត្រូវតែរៀនក្រឹតវិន័យចម្លើយម៉ូសេ203តើលោកអេសរ៉ាមានចរិតលក្ខណៈយ៉ាងដូចម្ដេចដែរចម្លើយគាត់ជាកូនចៅរបស់លោកអេរ៉ុនក្នុងចំនួនទី16និងជាអ្នកប្រាជ្ញដែលចេះដឹងយ៉ាងច្បាស់អំពីច្បាប់លោកជាអ្នកដែលធ្វើតាមបញ្ជារបស់លោកម៉ូសេរួមជាមួយនឹងលោកហេនេមៀបានបង្រៀនច្បាប់ជាលើកទី1សំណួរទី214ហេតុអ្វីបានជាលោកអេសរ៉ាជួបប្រទះលំបាកនៅស្រុកយូដាបន្ទាប់ពីមកបាប៊ីឡូនចម្លើយគឺជនជាតិយូដាដែលត្រឡប់ពីបាប៊ីឡូនបានបញ្ជូនប្រពន្ធកូនត្រឡប់ទៅផ្ទះឪពុកម្ដាយវិញដោយសារបញ្ហារៀបការជាមួយសាសដតីប៉ុន្តែសាច់ញាតិរបស់ពួកគេខឹងសម្បាហើយបានដុតបំផ្លាញកំផែងក្រុងនាំឲ្យមានបញ្ហាសំណួរទី215តើលោកនេហេមៀមានចរិតលក្ខណៈយ៉ាងដូចម្ដេចដែរចម្លើយគាត់ជាមនុស្សចាស់ទុំខាងវិញ្ញាណនិងចេះប្រុងប្រយ័ត្នជាម្នាក់ដែលគ្រប់គ្នាទុកចិត្តបុគ្គលអធិដ្ឋានឥតឈប់ឈរជាមនុស្សមានឆន្ទៈមោះមុតសន្សំសំចៃនិងស្មោះត្រង់មិនអាចសម្រាកពីការងារបុគ្គលពន្យល់ច្បាស់អំពីភាពត្រូវនិងខុសបុគ្គលដែលអាចបែងចែករវាងបញ្ហាសាធារណៈនិងឯកជនបុគ្គលមានស្មារតីលះបង់បុគ្គលដែលធ្វើការដោយមិនទទួលបានប្រាក់ខែគាត់បានជួយអេសរ៉ាជួសជុលជញ្ជាំងសំណួរទី216តើនរណាជាប្អូនលោកនេហេមៀចម្លើយហាណានីសំណួរទី217តើចំនួនស្ដេចណាដែលនេហេមៀទៅប្រទេសពឺស៊ីចម្លើយនៅចំនួនស្ដេចអឺថាសឹកសេស218តើព្រះនាងអេសធើនៅចំនួនស្ដេចណាចម្លើយនៅចំនួនស្ដេចអហាស៊ូរូសសំណួរទី219តើស្ដេចណាដែលទទួលនាងអេសធើជាភរិយាចម្លើយស្ដេចអហាស៊ូរូស220តើការអប់រំនៅក្នុងព្រះគម្ពីរអេសធើជាអ្វីចម្លើយព្រះបានផ្លាស់ប្ដូរទុក្ខលំបាកឲ្យទៅជាព្រះគុណព្រះធ្វើឲ្យអ្វីដំណើរការជាមួយគ្នាដើម្បីភាពល្អបើមានទុក្ខរមែងបានធូរស្បើយព្រះជាម្ចាស់តែងតែដឹកនាំយើងក្នុងទិសដៅល្អសំណួរទី221តើឆ្នាំណាចាប់ផ្ដើមសង់ព្រះវិហារនៅយេរូសាឡិមបន្ទាប់ពីមកបាប៊ីឡូនចម្លើយគឺនៅក្នុងឆ្នាំ535មុនគ្រិស្តសករាជ
222តើកំឡុងពេលប៉ុន្មានឆ្នាំដែលព្រះវិហារបានបញ្ឈប់ការសាងសង់គឺរយៈពេល9ឆ្នាំ223តើឆ្នាំណាដែលមានទំនាយរបស់ហោរាហាកាយគឺនៅក្នុងឆ្នាំ520មុនគ្រិស្តសករាជសំណួរទី224តើហោរាហាកាយមានទំនាយអំពីអ្វីចម្លើយបញ្ជារបស់ព្រះឲ្យសាងសង់ព្រះវិហារបរិសុទ្ធអ្នករស់រានមានជីវិតចាប់ផ្ដើមសាងសង់ព្រះវិហារបរិសុទ្ធការលើកទឹកចិត្តសម្រាប់អ្នកសាងសង់ព្រះវិហារបរិសុទ្ធព្រះប្រទានពរទោះបីជាអ៊ីស្រាអែលមានភាពមិនបរិសុទ្ធក៏ដោយព្រះប្រកាសថាត្រូវឲ្យប្រជាជនគោរពសេរូបាប៊ែលនិងសម្ដេចសង្ឃយេស៊ូវ